សន្តិភាពផ្លូវចិត្តកាន់តែចង់បានកាន់តែវង្វេងកាន់តែវិលវល់ពីព្រោះតែយើងយល់ច្រឡំពីរបៀបបង្កើតវារហូតមកពេលចិត្តច្របូកច្របល់វិលវល់វង្វេងធ្វើយើងលំបាកនៅមិនសុខនិងមិនស្ងប់ចិត្តរហូតគ្រប់គ្រងខ្លួនឯងឡើងបានវាមានមូលហេតុរបស់វាមិនមែននៅសុខយើងទៅជាបែបនេះនោះទេវាប្រហែលជាគ្មានអ្វីក្រៅពីការសន្សំទុកនៅរឿងរ៉ាវផ្សេងនៅក្នុងជីវិតរបស់យើងជារៀងរាល់ថ្ងៃបន្តិចម្ដងនោះទេប្រៀបដូចជាផ្ទះដូចនេះដែរមិនមែននៅសុកវាក៏ខ្វក់រញ៉េរញ៉ៃដូចជាសម្បុកកណ្ដុរភ្លាមនោះទេបើយើងចេះតែទុកសម្រាមនិងស្នាមកខ្វក់ទាំងអស់នោះចោលយូរទៅវានឹងកខ្វក់ទៅរហូតថ្ងៃមួយយើងនឹងលែងអាចគ្រប់គ្រងវាបានប្រៀបដូចជាចិត្តរបស់យើងអញ្ចឹងដែរហើយយើងនឹងមិនដឹងថាត្រូវចាប់ផ្ដើមសម្អាតវាពីត្រង់ណាមុននោះទេទើបស្អាតការសម្អាតផ្ទះនិងការសម្អាតចិត្តវាជាទំនួលខុសត្រូវរបស់យើងការមានទម្លាប់ដោះស្រាយបញ្ហាតូចភ្លាមដោយមិនទុកវាចោលវាជារបៀបមួយជួយយើងអាចគ្រប់គ្រងបញ្ហាទាំងអស់នោះបានហើយទាំងអស់នេះក៏ជារបៀបផ្ទាល់ខ្លួនមួយដែលខ្ញុំតែងតែធ្វើជាប្រចាំផងដែរឧទាហរណ៍ថាខ្ញុំធ្វើឲ្យគ្រាប់បាយតូចមួយជ្រុះនៅលើការ៉ូខ្ញុំមិនដែលទុកវាចោលឬក៏បំភ្លេចវាចោលធ្វើមិនដឹងនោះទេទោះបីជាគ្មានអ្នកណាមើលឃើញវាក៏ដោយអ្វីត្បិតថាវាតូចសឹងតែមើលមិនឃើញពិតមែនប៉ុន្តែប្រសិនបើយើងមិនរើសវាភ្លាមនោះទេយើងអាចនឹងភ្លេចខ្លួនដើរជន់វាធ្វើឲ្យប្រឡាក់ការ៉ូផងធ្វើឲ្យស្អិតជើងយើងផងវាអាចធ្វើយើងមានអារម្មណ៍មិនល្អឬក៏មួម៉ៅភ្លាមមួយរំពេចបញ្ហាផ្សេងទៀតក៏ដូចគ្នាវាកើតពីការដែលយើងមិនចេះឃ្លាវាចោលពេលខ្លះវាមើលទៅតូចដូចជាគ្រាប់បាយអញ្ចឹងប៉ុន្តែប្រសិនបើយើងទុកវាចោលមិនដោះស្រាយមិនទទួលខុសត្រូវភ្លាមនោះទេវានឹងធ្វើឲ្យប្រឡាក់ចិត្តរបស់យើងបន្តិចម្ដងបូកផ្សំជាមួយនឹងបញ្ហាផ្សេងទៀតវាធ្វើឲ្យមើលទៅច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយយើងមិនដឹងថាត្រូវចាប់ផ្ដើមពីត្រង់ណាដើម្បីដោះស្រាយវានោះទេដូច្នេះអ្វីដែលយើងត្រូវធ្វើគឺកុំខ្ជិលកុំខ្លាចក្នុងការដោះស្រាយបញ្ហាដែលយើងបានជួបប្រទះគ្មានអ្វីគួរឲ្យខ្ជិលគ្មានអ្វីគួរឲ្យខ្លាចនោះទេព្រោះយើងជាមនុស្សគឺត្រូវតែធ្វើបែបនេះឈប់ត្អូញត្អែឈប់រត់គេចប៉ុន្តែត្រូវចាប់ផ្ដើមធ្វើវាដោយក្តីរីករាយនិងស្វាហាប់ពេលសម្អាតរួចយើងនឹងមានអារម្មណ៍ល្អហើយស្រឡះក្នុងចិត្តសន្តិភាពផ្លូវចិត្តមិនកើតពីការមានលុយមានទ្រព្យសម្បត្តិមានការទទួលស្គាល់ពីអ្នកដទៃមានអ្វីគ្រប់យ៉ាងដូចចិត្តប្រាថ្នាឬជាការកិច្ចវេះពីបញ្ហានោះទេប៉ុន្តែជាការដែលយើងព្រមទទួលស្គាល់នៅអ្វីដែលកំពុងតែកើតឡើងដោយមិនប្រឆាំងនឹងវាយើងត្រូវយល់ថាវាជាដំណើររបស់ធម្មជាតិហើយរៀនយល់ពីខ្លួនឯងមិនមែនទៅបដូរពិភពខាងក្រៅលាក់ចោលនៅអ្វីដែលយើងគ្រប់គ្រងមិនបាននៅជាមួយអារម្មណ៍ខ្លួនឯងប្រឈមមុខជាមួយវាដោយមិនរត់គេចមិនភ័យខ្លាចនិងមិនបន្លាចខ្លួនឯងនោះហើយជាពេលដែលសន្តិភាពនឹងមកដល់ដូច្នេះប្រសិនបើថ្ងៃនេះបងប្អូនទាំងអស់គ្នាកំពុងតែជួបប្រទះនៅបញ្ហាគ្មានសន្តិភាពក្នុងចិត្តឬក៏ចិត្តកំពុងតែច្របូកច្របល់វិលវល់វង្វេងមិនដឹងថាដោយសារតែហេតុអ្វីសូមបងប្អូនទាំងអស់គ្នាឈប់បន្តិចសិនឈប់ដើម្បីស្ដាប់អារម្មណ៍ខ្លួនឯងហើយព្រមទទួលស្គាល់វាដោយមិនប្រឆាំងជាមួយវាមិនថាមានរឿងអ្វីកើតឡើងនោះទេសូមចងចាំថាវាគ្រាន់តែជារឿងរ៉ាវរបស់ធម្មជាតិតែប៉ុណ្ណោះជាចុងក្រោយកុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍សម្រាប់បងប្អូនថ្មីដែលស្ដាប់វីដេអូរបស់ខ្ញុំហើយមិនទាន់បាន follow page Facebook ឬក៏ subscribe channel YouTube ខ្ញុំទេហើយបងប្អូនកំពុងតែស្ដាប់នៅលើ platform ណាមួយបងប្អូនអាចចុច follow ឬក៏ subscribe នៅលើ channel នោះបានដើម្បីទទួលបានវីដេអូថ្មីដែលជាចំណេះដឹងបន្តទៀត